សុស្ដីខ្ញុំគឺហ្វូលីកុងពេលនេះជាមេធាវីនៅការិយាល័យមេធាវីនៃក្តីសង្ឃឹមនេះជាការជួបគូណាត់លើកទី1របស់ខ្ញុំយ៉ាងម៉េចចង់សាកល្បងផែនការខ្ញុំទេ ខ្ញុំឈ្មោះចឹងឈើសៅ ត្រង់នេះហ៎ ចុះក្រោមបន្តិច ចុះក្រោមត្រង់នេះហ៎ ខាងស្ដាំបន្តិច ហេបានឈើម្ដងទៅខ្ញុំជាអ្នកបម្រើតែម្ដងហ៎មានរឿងខ្លាំងខ្ញុំចង់ឯងធ្វើជាមួយខ្ញុំទេមេធាវីហ្វូបើលោកចិត្តដិតនឹងពួកគេរំខានលោកជួយនិយាយពួកគេឲ្យខ្ញុំផងតើបានដែរទេដល់មកតិចណាមានអីមែនទេពេលខ្ញុំចាក់សោហាងខ្ញុំទុកទូរស័ព្ទដៃនឹងកូនសោនៅក្នុងហាងលោកចង់ចូលសម្រាប់សិនតើបានទេដូច្នេះពេលនេះពួកយើងត្រូវជាអ្វីនឹងគ្នាអារម្មណ៍ពេលនៅជាមួយនឹងឯងហាក់ដូចជាខ្លួនឯងនេះទទួលបានលទ្ធផលជាសិស្សពូកែម្នាក់អញ្ចឹងក្នុងពេលមួយប្រព្រឹត្តភ្នែកមានអារម្មណ៍ថាខ្លួនឯងមានពិភពលោកទាំងមូល ចឹងឈើសៅពួកយើងបែកគ្នាទៅ ពូលកំមួយជីវិតនេះខ្ញុំមិនភ្លេចស្នេហារបស់ឯងទេ ចំពោះស្នេហាមួយនេះលោកប្រកាសបជាដែរទេ ភ្នែករបស់ខ្ញុំអាចមើលថែខ្លួនឯងបាន អញ្ចឹងហេតុអីឯងស្រឡាញ់ខ្ញុំ